ល្អជប់សិនមិនបានទេបើបងមេដឹងខ្ញុំត្រូវបងមេឲ្យរឿងខ្ញុំស្លាប់ហើយបថោឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅខ្ញុំមិនចង់កេងម្នាក់ឯងទេកិនចេះខ្ញុំកេងបន្ទប់ងាយនឹងហើយដល់ពេលព្រឹកស្អែកខ្ញុំនឹងប្លង់ទៅនៅកន្លែងដើមវិញធានាតែគ្មាននរណាដឹងទេណាអូយមិនបានទេបានតែនាងមកដេញបន្ទប់ខ្ញុំខ្មោចពិតតាមនាងមកហើយអត់ទេខ្ញុំមានវិធីរបស់ខ្ញុំវិធីស្អីទៅឲ្យខ្ញុំដេកស្រាតខោដេកចឹងហ៎អូមិនធ្វើទេក្មេងនោះជាអ្នកស្នងបញ្ចូលរូបដែរបាទតែខ្ញុំគិតថាជារឿងបោកប្រាស់ច្រើនជាងបាទតើហេតុអីបានជាដឹងរឿងងីង៉ែតខ្ញុំក៏មិនដឹងដែរបាទអ៊ំតាមការពិតងីង៉ែតស្លាប់ដោយសារអីដែរបាទត្រូវចោលវាសម្លាប់ហើយយកសពទៅបោះចោលមកដុំព្រៃជាយដែរនោះខ្ញុំសួរដោយត្រង់ច្បាស់អ៊ំមិនចង់ឲ្យចាន់ចៅនៅផ្ទះនេះទេមែនទេបាទមិនចង់ហើយក៏មិនត្រូវការដែរនេះមិនស្រាតពិតមែនទេម៉ែទេខ្ញុំផ្លូវស្រាតខោទេនាងមិនបាច់ឲ្យខ្ញុំស្រាតខោទេតែនាងយករឿងផ្លែនេះពីណាមកគឺពីបានគឺនៅផ្ទះខ្ញុំណានៅពេលខ្ញុំកេងជាមួយមួនម៉ាត់ខ្ញុំឲ្យវាស្រាតខោរលែតើអាទូម៉ាត់នោះអាយុប៉ុន្មាន10ឆ្នាំ10ឆ្នាំអូយវានៅក្មេងណាស់តែខ្ញុំធំពេញកំឡោះណាស់នាងណែលោកក្មេងឬមនុស្សចាស់គឺវាដូចតែគ្នាទេណាខ្មៅវាខ្លាចប្រុសស្រាតខោខ្ញុំថាឈុំនិយាយទៀតទៅនាងដេកចុះចាប់ដេកទៅអញ្ចឹងក៏តាមចិនអូនាងខ្ញុំបើកមិនក៏មានខ្យល់ទៅវិញនាងខ្ញុំក៏មិនដឹងដូចគ្នាដែរណានាងធ្វើយ៉ាងម៉េចទៅនេះស្រាតទៅស្រាតទេស្រាតខោទៅស្រាតលឿនឡើងឲ្យលឿនឡើងនាងមើលខាងនោះទៅនាងរួចហើយណាជប់រួចហើយណារួចហើយខ្លាចទេនេះខ្ញុំប្រាប់ឲ្យថាបានផលមិនបាច់ខ្លាចទេកេងទៅសុបិនល្អណាស់ជួយប៉ាផងណាកូនលោកចាលោកចូលមកមើលក្នុងបន្ទប់នេះតិចទៅទៅណាវាយស្លាប់ហើយនេះមកដេកក្នុងបន្ទប់លោកបារមីពិតមែនតើគិតធ្វើយ៉ាងម៉េចល្អទៅចាបាទពីណាត់អ៊ំណែអូនមីអូមកមានការអីបានមានមិនខាន
ai mà tới hả ơi bọn cứ bọn công vô cho làm ấy nè bạch đỏ xa tê ai cào làng hai này chị bọn sâm ta mi lại cào làng khác cào làng cào ôi bọn mẹ cùng tiền ấy nè khi mà bà sẽ khao phong ស្លាប់ហើយឆាប់ស្លៀកខោអាវទៅលោកបារមី ai chạm tayខ្លួនរៀបរយណាហើយទៅជប់ខ្ញុំទឹកពីអ្នកហ្នឹងបង តោះនាងចាន់ចាំលោកបារមីឆាប់ទៅស្លៀកខោអាវទៅឆាប់ឡើង បាទលោកអ៊ំចេញសិនទៅបាទ ឆាប់ទៅស្លៀកខោអាវទៅឆាប់ឡើងលឿនឡើងមកនេះណែនាំឲ្យគេស្រាតខោហ៎ ចា តើនាងណែនាំគេយ៉ាងម៉េចទៅគឺអញ្ចឹងណាបងគឺខ្ញុំខ្លាចខ្មោចចាន់ចៅប្រាប់ថាខ្មោចវាខ្លាចប្រុសស្រាតខោបើយើងស្រាតខោលែងលងហើយទើបខ្ញុំចំណាយទុនបន្តិចទៅបងខ្ញុំគួរធ្វើយ៉ាងម៉េចទៅលើឯងទាំងពីរនាក់គេដើម្បីផ្លៃទាំងអស់ធំអស់ហើយណាមិនជាក្មេងទៀតទេ គឺលោកឲ្យខ្ញុំទៅកេងក្នុងបន្ទប់ខ្មោចឆៅម្នាក់នោះខ្ញុំសូមអង្វរលោកហើយណាឲ្យលោកកេងកំដរខ្ញុំលោកកំប្រម ហើយយ៉ាងម៉េចខ្មោចលងទេ គឺលោកនឹងណាបានន័យថាផ្ទះនេះពិតជាមានមនុស្សស្លាប់មិនខានទេ យ៉ាងមិនដែរមកនៅផ្ទះយើងថ្ងៃទី 2 ហើយណាស្គាល់នឹងបងប្អូនគ្រប់គ្នាអស់ហើយណា ចា សប្បាយចិត្តណាថាគ្រប់គ្នាទទួលស្វាគមន៍ចៅបានយ៉ាងល្អ ចាទទួលបានយ៉ាងល្អកក់ក្ដៅជាទីបំផុតហើយចា ល្អហើយប៉រ៉ាមេត បាទ រឿងសាលារៀនគិតយ៉ាងម៉េចទៅ ខ្ញុំបានតាក់ទងទៅសាលារៀននារីណាដែរបាទចាំងវាងប្រាប់ថាព្រមពេលណាអាចនាំទៅបានតែម្ដងបាទ គួរទៅព្រមថ្ងៃនេះស្អែកនេះហើយណាបានស៊ី ចាលោកតា ឲ្យចៅច័ន្ទនៅបន្ទប់រៀនបន្ទប់តែមួយជាមួយចៅផងណាដើម្បីចៅបានជួយមើលខុសត្រូវគេខ្លះ ចាប់បានលោកតាឲ្យចាន់ចៅចាត់ការខ្លួនឯងនិងមើលខុសត្រូវខ្លួនឯងបានល្អណាស់ចាន់ចៅ សូមផ្ញើគ្រប់គ្នាផងមានពេលទំនេរនាំច័ន្ទចៅទៅលេងរីសតខ្លះឲ្យទៅស្គាល់នឹងប្រព័ន្ធការងារឲ្យទៅស្គាល់ប្រធានការងារគ្រប់ផ្នែកចាប់ផ្ដើមពីថ្ងៃនេះទៅណាតទៅនឹងបានក្តោបក្តាប់កិច្ចការទាំងអស់បាន ខ្ញុំព្រមទិញហេតុអីបានជាលោកតានិយាយដូចជាបកគោទ្រព្យសម្បត្តិឲ្យវាទាំងអស់អញ្ចឹង นั่นสิ មែនណាស់បាទដូចជាមិនផ្ដោះកិត្តិយសឲ្យយើងសោះកូនរត់ជាទីយើងប្រុសតែមួយនឹងស្នងតកូលសូរសិទ្ធណាស់ ទោះបីជាកូនរត់ប្រានាមតកូលខ្ញុំទោះបីយ៉ាងណាក៏ប៉ានៅតែគិតដដែលថាវាមិនមែនជាចៅប្រុសដែលកើតពីកូនប្រុសសំណប់ចិត្តជាទីស្រឡាញ់របស់ដូចជានេះបូរិនយ៉ាងណាក៏ត្រូវតែលំអៀង ខ្ញុំមិនដឹងទេបាទលោកតាមិនបកគោទ្រព្យសម្បត្តិខ្ញុំទេខ្ញុំនឹងអុកឡុកឲ្យប៉ាគីម្ដង កុំធ្វើអញ្ចឹងអីកូនតទៅត្រូវចូលទៅរកតាឲ្យច្រើនឡើងធ្វើគ្រប់យ៉ាងដែលគាត់ចង់ឲ្យយើងធ្វើ ដូចជាស្វាគមន៍នឹងចាន់ចៅឲ្យចូលបន្ទប់រៀនជាមួយខ្ញុំមែនទេ នឹងហើយ អូយខ្ញុំចង់លាឈប់ឲ្យផុតតែម្ដងទៅខ្មាស់គេទៅប្រាប់ពួកគេថានឹងចាន់ចៅជាសាច់ញាតិយើងខ្ពើមិនអើមណាស់ស្អប់មែន នាងក្មេងម្នាក់នោះចង្រៃចំពោះពួកយើងមែនទេត្រូវតែរកផ្លូវកម្ចាត់វាឲ្យចេញពីតកូលពួកយើងឲ្យឆាប់រហ័សជាទីបំផុត កូនពីរនាក់ត្រូវជួយប៉ានឹងម៉ាក់ណា
យកប្រភេទណាដែលវាទ្រាំនៅលេងបានរត់ចេញ